សម្រាប់ថ្ងៃនេះខ្ញុំមកខសាច់ជ្រូក3ជាន់ជាមួយពងទាហើយគ្រឿងផ្សំរបស់យើងអត់មានអីច្រើនទេជាដំបូងចាប់ផ្ដើមដាំទឹកដើម្បីទុកស្រស់សាច់ហើយសាច់នេះខ្ញុំយករៀងច្រើនចំនួន1គីឡូកន្លះចឹងទៅពងទា10គ្រាប់បន្ទាប់មកទៀតម្ទេសខ្ទឹមស្ករត្នោតហើយយើងមានទឹកត្រីបន្ថែមសាច់ជ្រូកយើងយកមកហាន់ជាដុំកង់រាងតូចល្មមដើម្បីឲ្យវារងាស់ទៅងាយផុយល្អអញ្ចឹងរបៀបធ្វើខុសៗគ្នាបងប្អូនចូលចិត្តធ្វើរបៀបបែបណាយើងធ្វើតាមនឹងទៅតាមចិត្តដែលយើងចង់ធ្វើហើយសាច់យើងហាន់ជាដុំកង់តូចល្មមអញ្ចឹងមកបងប្អូនខ្លះគាត់ធ្វើហាន់ដុំរាងធំអាហ្នឹងស្រេចតែលើយើងចូលចិត្តអញ្ចឹងណាតែគ្រួសារខ្ញុំហាន់ជាដុំតូចអញ្ចឹងហ្មងទៅហើយនេះសាច់យើងហាន់រួចបន្ទាប់ពីហាន់ហើយទឹកយើងដាំមិញហ្នឹងបានពុះយើងចាប់ដើមស្រោះសាច់ហ្នឹងទៅនិយាយទៅស្រោះខ្ញុំអត់ដាក់យូរទេយើងដាក់តាមផ្លែតចាប់ដើមស្រង់ចេញមកវិញហើយអានេះគ្រាន់តែរបៀបដូចជាថាលាងអីចឹងណាហើយបន្ទាប់មកទៀតស្រង់ហើយអស់យើងចាប់ដើមមកខម្ដងខខ្ញុំយកស្ករហ្នឹងចំនួន1វែកដោយសារសាច់យើងច្រើនដែរអញ្ចឹងដាក់1វែកហ្នឹងទៅល្មមមកហើយនេះស្កររៀងថ្មីអញ្ចឹងវារៀងស្អិតតិចហើយយើងកូរឲ្យក្រហមមកបន្ទាប់ពីក្រហមហើយចាក់ម្រេចខ្ទឹមចូលទឹកត្រីហើយយើងទុកឲ្យវាពុះមកសន្ទុះទៅកូរឲ្យរៀងញឹកតិចមកដើម្បីកុំឲ្យវាខ្លោចបន្ទាប់ពីពុះហើយយើងចាប់ផ្ដើមដាក់សាច់ជ្រូកចូលមកពេលស្រោះទៅវាអត់ច្រើនប៉ុន្មានដែរមកល្មមហើយអត់ធំក្លិនទេបងប្អូនទាំងអស់គ្នាពេលយើងធ្វើតាមរបៀបវិធីស្រោះសាច់នេះណានិយាយទៅឈ្ងុយមែនតើហ្មងហើយត្រូវនឹងស្ករក្រហមថ្មីទៀតហើយខមួយមុខនេះខ្ញុំយករបៀបរៀងខាប់ហើយបន្ទាប់មកទៀតយើងដាក់ពងទាចូលហើយគ្របទុកប្រហែលជា20នាទីអីទៅវារៀងដាច់ទឹកហើយបានចាប់ផ្ដើមបន្ថែមទឹកថ្មីចូល2កែវអីទៀតអាហ្នឹងយើងបន្ថែមហើយចាប់ផ្ដើមទុកងាស់ឲ្យវាឆ្អិនល្អហ្មងនិយាយទៅប្រើពេលប្រហែលជា1ម៉ោងអានេះខ្ញុំងាស់ឲ្យវាយូរអញ្ចឹង1ម៉ោងនេះវាខាប់ទឹកល្អមែនតើហ្មងបើសិនជាយើងមានខ្ញីមានអីទៀតបន្ថែមរត់តែឈ្ងុយមែនតើហ្មងប៉ុន្តែខ្ញុំអត់បានទិញមកផ្លិចអាពេលទៅផ្សារអត់នឹកឃើញដល់ពេលដាក់ខបាននឹកឃើញហើយសម្រាប់ខរបស់យើងបានឆ្អិននេះទឹកវារៀងនិយាយទៅខាប់ល្អមែនតើហ្មងយើងចង់ញ៉ាំមួយបបរក៏បានមួយបាយក៏បានហើយយើងអាចសល់ទុកក្នុងទូយកមកកណ្ដាលវិញរត់តែឆ្ងាញ់មែនតើហ្មងអញ្ចឹងធ្វើខគួរបងប្អូនធ្វើឲ្យរៀងច្រើនតិចមកដើម្បីយើងទុកឲ្យបានយូរងាយវាអត់ងាយខូចណាមុខម្ហូបខអត់ងាយខូចនិយាយទៅញ៉ាំបានយូរមែនតើហ្មង